តាអ្នកធ្លាប់បានក៏សម្គាល់ទេថារឿងដែលតូចបំផុតម្ដេចក៏វាអាចធ្វើឲ្យមានការលំបាកខ្លាំងរឿងនេះខ្ញុំបានឮពីមនុស្សរាប់ពាន់នាក់ហើយខ្ញុំដឹងថាមិនមែនមានតែខ្ញុំម្នាក់ឯងទេដើម្បីបញ្ចប់ការសង្ស័យខ្លួនឯងអ្នកត្រូវតែនិយាយជាមួយអ្នកណាម្នាក់ដែលអ្នកយល់ថាអរិយាប័ត្ររបស់អ្នកគឺពិតជាខុសមែនដោយនិយាយឲ្យគេស្ដាប់នៅរឿងដ៏គួរឲ្យទាក់ទាញបំផុតដោយក្នុងករណីរបស់ខ្ញុំដែលត្រូវក្រោកឡើងឲ្យទាន់ពេលអីចឹងដេកនៅលើគ្រែរាល់យប់ខ្ញុំតែងតែសន្យានឹងខ្លួនឯងថាថ្ងៃស្អែកខ្ញុំនឹងផ្លាស់ប្ដូរថ្ងៃស្អែកខ្ញុំនឹងផ្លាស់ប្ដូរថ្ងៃស្អែកខ្ញុំនឹងក្រោកពីព្រលឹមថ្ងៃស្អែកខ្ញុំនឹងមានអាកប្បកិរិយាប្រសើរជាងថ្ងៃនេះហើយខ្ញុំត្រូវតែព្យាយាមធ្វើវាឲ្យបានខ្ញុំនឹងទៅហាត់ប្រាណខ្ញុំនឹងធ្វើល្អជាមួយស្វាមីរបស់ខ្ញុំនឹងមានសុខភាពល្អថ្ងៃស្អែកខ្ញុំនឹងក្លាយជាអ្វីដែលខ្ញុំចង់បាននៅពេលអនាគតរបស់ខ្ញុំត្រូវតែធ្វើវាឲ្យបាន